ចឹងជាបឋមសូមគោរពលោកគ្រូអ្នកគ្រូក៏ដូចជាគ្រូពេទ្យនៅតាមមន្ទីរពេទ្យក៏ដូចជាមណ្ឌលសុខភាពនៅក្នុងឱកាសនេះនាងខ្ញុំតំណាងឲ្យក្រុម Digital Health នឹងមកធ្វើបទបង្ហាញតាក់ទងជាមួយនឹងមុខងារទៅលើចុះឈ្មោះនៅក្នុងប្រព័ន្ធ NCD EMR របស់យើងចាអញ្ចឹងនៅគឺជាផ្ទាំងព័ត៌មានសម្រាប់ធ្វើការ login ជាទូទៅលោកគ្រូអ្នកគ្រូប្រកាសជាមាន user ដែលក្រុមការងារខ្ញុំបានតម្លាក់ទៅកាន់មណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបងឯងហើយឯងចាអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែយក user យកមកបញ្ចូលនៅក្នុងនឹងមកចាហើយនឹង password បន្ទាប់មកចូលទៅកាន់ពាក្យថាគណនីបន្ទាប់មកគេនឹង load ទៅក្នុងផ្ទាំងរបស់ខាងចុះឈ្មោះទី1គឺគាត់មានសិទ្ធិក្នុងការបញ្ចូលអ្នកជំងឺថ្មីចាអញ្ចឹងនៅក្នុងការបញ្ចូលអ្នកជំងឺថ្មីចាលោកគ្រូអ្នកគ្រូទី1អាចធ្វើការថតរូបលោកគ្រូអ្នកគ្រូអាចថតរូបអ្នកជំងឺក៏បានដែលប្រើទៅតាមរយៈ webcam នៅពេលដែលលោកគ្រូអ្នកគ្រូថតរូបនឹងទៅអ្នកជំងឺនៅពេលក្រោយក៏យើងអាចស្វែងរកតាមរយៈរូបថតនឹងបានចាទី2មកនៅក្នុងប្រវត្តិរបស់អ្នកជំងឺអញ្ចឹងនៅក្នុងប្រវត្តិរបស់អ្នកជំងឺគឺមានព័ត៌មានអ្នកជំងឺនឹងជាចាំបាច់ចាអញ្ចឹងមកដល់កន្លែងនេះលោកគ្រូអ្នកគ្រូគាត់តំពេញមកថាឈ្មោះអ្នកជំងឺគាត់ឈ្មោះអីចាខ្ញុំឧទាហរណ៍ថាច័ន្ទរតនាអញ្ចឹងទៅគាត់មានលេខអត្តសញ្ញាណប័ណ្ណដែរទេបើសិនជាមានលោកគ្រូអ្នកគ្រូអាចពេញមកចាហើយមានលេខលិខិតឆ្លងដែនទេបើសិនជាចាំបាច់ត្រូវដាក់ហើយភេទស្រីឬក៏ភេទប្រុសចាថាភេទស្រីមកហើយថ្ងៃខែឆ្នាំកំណើតរបស់គាត់អញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូអាចវាយជាអាយុក៏បានអាច select ជាថ្ងៃខែឆ្នាំកំណើតរបស់គាត់ត្រឹមត្រូវក៏បានចាអញ្ចឹងខ្ញុំឧទាហរណ៍ថាអាយុ30ឆ្នាំអញ្ចឹងវានឹងលោតឆ្នាំទៅអូតូគ្រាន់តែថាគ្រូអ្នកគ្រូចង់ពេញថ្ងៃខែត្រូវមួយឆ្នាំក៏ដូចជាតាមតសញ្ញាណប័ណ្ណគាត់អាច select បន្ថែមទៀតបានចាបន្តទៀតតាក់ទងជាមួយនឹងលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទលោកគ្រូអ្នកគ្រូអាចវាយមកចង់ប្រើលេខមួយខ្សែពីរខ្សែឬក៏បីខ្សែអាចវាយតទៀតមកចាហើយស្ថានភាពនឹងតើគាត់នៅលាវរៀបការឬក៏ម៉ាយឬក៏ពពុះម៉ាយអញ្ចឹងទៅអញ្ចឹងលោកគ្រូអ្នកគ្រូអាចហើសតាមនឹងបានបន្តទៀតតាក់ទងជាមួយនឹងអាស័យដ្ឋានអញ្ចឹងអាស័យដ្ឋានយើងមានអាស័យដ្ឋានបច្ចុប្បន្នហើយនិងអាស័យដ្ឋានទីកន្លែងកំណើតចាអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូហើសបច្ចុប្បន្នរបស់គាត់នៅខាងខេត្តកណ្ដាលអញ្ចឹងខណ្ឌស្រុកគឺវានឹងលោតទៅខាងខេត្តកណ្ដាលដូចគ្នាចាឃុំដូចគ្នាហើយមានរហូតដល់ភូមិអញ្ចឹងលោកគ្រូអ្នកគ្រូអាចហើសតាមនឹងបានហើយបើសិនជាមានរហូតដល់លេខផ្ទះឬក៏លេខផ្លូវលោកគ្រូអ្នកគ្រូអាចពេញដូចគ្នាកន្លែងនេះមានពាក្យមួយគេដាក់ថាដោយអាស័យដ្ឋានបច្ចុប្បន្នបើសិនជាអ្នកជំងឺគាត់ស្ថិតនៅអាស័យដ្ឋានបច្ចុប្បន្នហើយនឹងទីកន្លែងកំណើតរបស់គាត់តែរួមតែមួយទេលោកគ្រូអ្នកគ្រូចូលធីកកន្លែងហ្នឹងមកអញ្ចឹងព័ត៌មានរបស់ទីកន្លែងកំណើតហ្នឹងវានឹងធ្លាក់ចូលដោយព័ត៌មានអាស័យដ្ឋានបច្ចុប្បន្នអញ្ចឹងចូលមកដល់ខាងក្រោមនេះទៀតគឺតាក់ទងជាមួយនឹងតើបច្ចុប្បន្នគាត់នៅធ្វើការដែរទេបើសិនជាបាតចាស់វានឹងលោតបញ្ជាក់ឲ្យថាមុខរបរបច្ចុប្បន្នហ្នឹងគាត់ជាអីអញ្ចឹងវាមានបញ្ជាក់តឲ្យថាកសិករសិស្សឬក៏រាជការនិស្សិតអីចឹងដើមបន្តទៀតបើសិនជាករណីគាត់ទេអញ្ចឹងគេនឹងបញ្ជាក់ឲ្យថាមុខរបរអតីតភាពរបស់គាត់នឹងជាអីគ្រូបង្រៀនឬក៏និស្សិតរាជការអីដូចគ្នាចាអញ្ចឹងគ្រូអ្នកគ្រូគាត់ហើសនៅក្នុងនឹងមកហើយគេមានបញ្ជាក់ឲ្យបើសិនជាអតីតភាពរបស់គាត់តើកន្លែងធ្វើការគាត់នៅណានឹងបើសិនជាបញ្ជាក់ detail ណាមកដល់ខាងក្រោមទៀតគឺតាក់ទងជាមួយនឹងការអប់រំតើការអប់រំគាត់នឹងមិនបានរៀនបឋមសិក្សាមធ្យមឬក៏វិទ្យាល័យអីលោកគ្រូអ្នកគ្រូហើសតាមនឹងមកហើយប្រភេទបង់ប្រាក់តើគាត់បង់នឹងតាមរយៈអីបង់ខ្លួនឯងធានារ៉ាប់រងអញ្ចឹងធានារ៉ាប់រងវានឹងលោតតទៀតទេថាតាមរយៈអីបសមួយធិសំធរអីជាផ្សេងអញ្ចឹងទៅចាមកដល់កន្លែងនេះគឺគេឲ្យយើងបំពេញថាលេខរបស់គាត់នឹងមានលេខអីអញ្ចឹងលោកគ្រូអ្នកគ្រូយកមកដាក់នៅក្នុងនឹងមកបន្តមកបើសិនជាមើលទៅគ្រប់ព័ត៌មានដែលចាំបាច់ត្រូវបំពេញសម្រាប់អ្នកជំងឺហ្នឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចរក្សាទុកអញ្ចឹងគេអាចបោះពុម្ពបានយើងអាចបោះពុម្ពកាតហើយនឹង sticker អញ្ចឹងនេះគឺជាទម្រង់កាតដែលយើងបានអាប់ដេតជូនចាហើយទី2គឺតាក់ទងជាមួយនឹងការបោះពុម្ព sticker អញ្ចឹងលោកគ្រូអ្នកគ្រូអាច print មានកាតបិទលើនឹងក៏បានដែរចានឹងបើករណីចាំបាច់ចាអញ្ចឹងយើងបានបង្កើតឈ្មោះអ្នកជំងឺនឹងមួយឯងអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាចង់ដឹងថាឈ្មោះអ្នកជំងឺដែលយើងបានបង្កើតនឹងនៅកន្លែងណាអញ្ចឹងចំណុចទី2គឺតាក់ទងជាមួយនឹងតារាងព័ត៌មានអ្នកជំងឺប្រចាំថ្ងៃអញ្ចឹងបើសិនជាយើងមើលនៅក្នុងថ្ងៃនេះអញ្ចឹងលោកគ្រូអ្នកគ្រូនឹងឃើញថាអ្នកជំងឺយើងបង្កើតនឹងមានប៉ុន្មានចាអញ្ចឹងដូចជំងឺនេះអញ្ចឹងដែលខ្ញុំបង្កើតមុនហ្នឹងគឺទៅលើជំងឺច័ន្ទរតនាអញ្ចឹងបើសិនជាជំងឺដែលយើងបានបង្កើតហើយមិនទាន់ចូលទៅជួបគ្រូពេទ្យនៅឡើយទេតម្រូវខាង register ឬក៏ខាង Bella ហ្នឹងគាត់ហុញជំងឺហ្នឹងទៅជួបគ្រូពេទ្យសិនអញ្ចឹងដើម្បីអាចហុញទៅជួបគ្រូពេទ្យបានលោកគ្រូអ្នកគ្រូត្រូវចូលទៅកន្លែងសកម្មភាពគេដាក់ថាបញ្ជូនអ្នកជំងឺទៅផ្នែកអញ្ចឹងលោកគ្រូអ្នកគ្រូចុចលេខហ្នឹងមកវានឹងលោតផ្ទាំងតទៀតឯងឲ្យយើងរើអីយើងរើទីផ្នែកសាលរបស់យើងមកហើយប្រភេទសេវាចាហើយបន្ទាប់មករើតើត្រូវបញ្ជូនទៅណាខាងចុះឈ្មោះចង់បញ្ជូនទៅខាងមាត់ស្បូនឬក៏ចង់បញ្ជូនទៅខាងហានិភ័យសរសៃឈាមអញ្ចឹងរើមួយណាគឺគ្រូពេទ្យគាត់នឹងឃើញព័ត៌មានអ្នកជំងឺមួយហ្នឹងចាអញ្ចឹងលោកគ្រូអ្នកគ្រូគាត់រើនៅក្នុងហ្នឹងមក
ចាអញ្ចឹងគ្រាន់តែចុចរក្សាទុកទៅអញ្ចឹងពេលដែលរក្សាទុកហើយឈ្មោះហ្នឹងគឺនឹងអូតូធ្លាក់ទៅកន្លែងគ្រូពេទ្យគាត់អាចព្យាបាលជំងឺនឹងបានចាតទៀតចំណុចទី3តាក់ទងជាមួយនឹងការបញ្ជូនអ្នកជំងឺទៅផ្នែកកន្លែងនេះបានន័យថាបើសិនជាអ្នកជំងឺគាត់ធ្លាប់ព្យាបាលនៅខាងមន្ទីរពេទ្យបង្អែកផ្សេងឬក៏មណ្ឌលសុខភាពផ្សេងហើយគាត់មកពិនិត្យនៅមន្ទីរពេទ្យបង្អែករបស់ខ្លួនអញ្ចឹងលោកគ្រូអាចយកលេខកូដក៏ដូចជាលេខតាក់ញៀនប័ណ្ណក៏ដូចជាលេខទូរស័ព្ទរបស់អ្នកជំងឺធ្វើការបញ្ជូន direct ទៅបានអត់ចាំបាច់ត្រូវការចុះឈ្មោះម្ដងទៀតទេអញ្ចឹងគ្រាន់តែយកឈ្មោះនឹងមកហើយគឺលោកគ្រូអាចធ្វើការបញ្ជូនតទៀតអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំយកឈ្មោះអ្នកជំងឺណាមួយចាលោកគ្រូគាត់ចូលមកកន្លែងនេះហើយចុចស្វែងរកអញ្ចឹងវានឹងធ្លាក់តហើយធ្វើការបញ្ជូន direct ដូចយើងចុះឈ្មោះមុននឹងអញ្ចឹងគ្រាន់ថាករណីជំងឺដែលមកពីមណ្ឌលសុខភាពផ្សេងឬក៏បង្អែកផ្សេងហ្នឹងគឺយើងអត់មានត្រូវការបង្កើតឈ្មោះអ្នកជំងឺម្ដងទៀតទេអញ្ចឹងយើងរើធម្មតាដែរទៅលោកគ្រូរើប្រភេទសេវាដដែលហើយតើជួបខាងណាដូចខាងមុននឹងអញ្ចឹងឈ្មោះហ្នឹងគឺនឹងធ្លាក់ទៅជួបគ្រូពេទ្យដដែលទេគ្រាន់ថាឈ្មោះពីមុនគឺគាត់នៅទីពេទ្យឬក៏មណ្ឌលសុខភាពផ្សេងចាចំណុចទី4គឺតាក់ទងជាមួយនឹងការណាត់ជួបអញ្ចឹងខាងចុះឈ្មោះក៏គាត់មានសិទ្ធិមើលដែរថាអ្នកជំងឺដែលបាន make appointment ឬក៏ធ្វើការណាត់ជួបហ្នឹងមានឈ្មោះអីគេខ្លះហើយភេទអីហើយគាត់មានលេខទូរស័ព្ទក៏ដូចជាថ្ងៃណាត់ជួបថ្ងៃណាគឺវានឹងលោតមកចាហើយជួបមួយគ្រូពេទ្យណាហើយនៅខាងមន្ទីរពេទ្យបង្អែកណាឬក៏គ្រឹះស្ថានណាគឺវានឹងលោតមកទាំងអស់អញ្ចឹងខាងចុះឈ្មោះគឺគាត់អាចខលហៅឬក៏តាក់ទងទៅខាងអតិថិជនឲ្យគាត់មកពិនិត្យទាន់ពេលទៅលើ appointment ដែរអ្នកជំងឺគាត់បានណាត់ជាមួយនឹងគ្រូពេទ្យចាអញ្ចឹងខាងចុះឈ្មោះក៏គាត់អាចមើលឃើញដែរហើយចុងក្រោយតាក់ទងជាមួយនឹង user របស់ខាងចុះឈ្មោះគឺគាត់មានសិទ្ធិមើលទៅលើប្រវត្តិជំងឺចាគាត់មានសិទ្ធិមើលប្រវត្តិដូចគ្នាថាជំងឺដែលបានព្យាបាលហ្នឹងអញ្ចឹងគាត់ចូលមកក្នុងប្រវត្តិហ្នឹងហើយគាត់យកលេខកូដជំងឺឬក៏ឈ្មោះឬក៏លេខទូរស័ព្ទយកមកស្វែងរកនៅក្នុងប្រវត្តិហ្នឹងមកអញ្ចឹងនឹងធ្លាក់ប្រវត្តិរបស់អ្នកជំងឺមកអញ្ចឹងខាងចុះឈ្មោះគឺគាត់អាចមើលថាប្រវត្តិអ្នកជំងឺធ្លាប់មកហ្នឹងពញូនម៉ានបងគឺគាត់អាចមើលនៅក្នុងប្រវត្តិជំងឺនឹងបានចាអញ្ចឹងសរុបជារួមតាក់ទងជាមួយនឹង user របស់ខាងចុះឈ្មោះគឺមានសិទ្ធិសំខាន់ចំនួន5ទី1គឺតាក់ទងជាមួយនឹងការបញ្ចូលអ្នកជំងឺថ្មីទី2តាក់ទងជាមួយនឹងតារាងព័ត៌មានអ្នកជំងឺប្រចាំថ្ងៃទី3ទៅលើមុខងារនៃការបញ្ជូនអ្នកជំងឺទៅផ្នែកនិងទី4តាក់ទងជាមួយនឹងការណាត់ជួបហើយចំណុចទី5ចុងក្រោយគឺតាក់ទងជាមួយនឹងការមើលទៅលើប្រវត្តិរបស់អ្នកជំងឺអញ្ចឹង user របស់ខាងចុះឈ្មោះគឺមានសិទ្ធិសំខាន់ដូចដែលខ្ញុំបានរៀបរាប់ខាងលើចាអរគុណជំរាបលា